បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបជាមួយនឹងកំណត់ចំណាំបាទកំណត់ចំណាំដែលពាក្យទី1នេះគឺយើងអានថា是ប្រែថាគឺជាឬក៏មែនប្រើសម្រាប់បង្ហាញភាពប្រកបសំដៅទៅលើមនុស្សវត្ថុឬក៏អ្វីមួយដែលជាកម្មសិទ្ធិហើយសម្រាប់ប្រយោគបដិសេធដែលយើងបដិសេធថាមិនមែនជារបស់យើងឬក៏មិនមែនជាយើងអាចបន្ថែមពាក្យថាពួកបាទពួកនេះគឺប្រែថាមិនបើដែលយើងសរុបចូលគ្នាទៅគឺអានថា不是បាទប្រែថាមិនមែនបាទដោយឧទាហរណ៍ទី1នេះយើងអានថា我是法国人ដោយប្រែមកថាខ្ញុំគឺជាជនជាតិបារាំងបាទហើយទី2នេះគឺយើងអានថា他是学生ដែលប្រែមកថាគាត់គឺជាសិស្សបាទនេះជាប្រយោគស្របបើសិនជាយើងចង់បដិសេធយើងអាចនិយាយថា他不是中国人បាទប្រែមកថាគាត់មិនមែនជាជនជាតិចិនទេបាទហើយប្រយោគបដិសេធទី2នេះគឺ他不是老师ដែលប្រែមកថាគាត់មិនមែនជាលោកគ្រូទេបាទហើយឧទាហរណ៍ទាំង4នេះគឺមានឧទាហរណ៍ជាប្រយោគស្រប2និងឧទាហរណ៍ជាប្រយោគបដិសេធ2បាទកំណត់ចំណាំជាបន្តនេះគឺជាកំណត់ចំណាំមួយដែលយើងគួរតែចាំដែរបាទគឺពាក្យថាយៈបាទយៈនេះគឺយើងប្រែមកថាកបាទអញ្ចឹងពាក្យយៈនេះគឺយើងអាចប្រើសំដៅទៅលើយើងជាមួយឬក៏នរណាមួយអីអញ្ចឹងណាបងប្អូនហើយនៅក្នុងនេះគឺយើងបានសរសេរជាឧទាហរណ៍ប្រយោគប្រាប់ទាំងអស់គ្នាហើយឧទាហរណ៍ទី1នេះគឺយើងអានថា我是加拿大人បាទ我是加拿大人ប្រែមកថាខ្ញុំគឺជាជនជាតិកាណាដាហើយប្រយោគបន្តនេះគឺយើងនិយាយថា他也是加拿大人បានន័យថាប្រែថាគាត់ក៏ជាជនជាតិកាណាដាដែរបាទ他也是加拿大人ប្រែមកថាគាត់ក៏ជនជាតិកាណាដាដែរបាទឧទាហរណ៍ទី2នេះគឺយើងអានថា大卫不是老师បាទប្រែមកថាតាវៃមិនមែនជាលោកគ្រូទេបាទតាវៃ不是老师ប្រែមកថាតាវៃមិនមែនជាលោកគ្រូទេសានពិនយេ不是老师សានពិនក៏មិនមែនជាលោកគ្រូដែរបាទហើយពាក្យថាពុនេះគឺមានលក្ខណៈពិសេសមួយត្រង់ថាការប្រើប្រាស់នៃសំឡេងរបស់ពុបាទអញ្ចឹងយើងដឹងទាំងអស់គ្នាហើយថាពុគឺជាសំឡេងទី4ប៉ុន្តែមានជនជាតិចិនខ្លះគាត់និយាយថាពូមិនមែនជាពុទៅជាពូវិញបាទអញ្ចឹងសួរថាហេតុអីបានសំឡេងទី4តែគេអានទៅជាសំឡេងទី2វិញបាទគឺដោយសារតែមូលហេតុនេះបងប្អូនណាដោយសារតែពាក្យថាពុនេះសំឡេងទី4កាលណាប៉ះជាមួយនឹងសំឡេងទី1ប៉ះជាមួយនឹងពាក្យដែលជាសំឡេងទី1ឬក៏ពាក្យដែលជាសំឡេងទី2ឬក៏ពាក្យដែលជាសំឡេងទី3អញ្ចឹងពុនេះគឺនៅរក្សាអានថាពុដដែលបាទអានថាពុដដែលណាបងប្អូនចំណាំប៉ុន្តែពាក្យថាពុនេះបើសិនជាប្រើជាមួយនឹងពាក្យដែលមានសំឡេងទី4ដូចគ្នាអញ្ចឹងពាក្យថាពុដែលជាសំឡេងទី4នេះនឹងប្រែคล้ายទៅជាពូវិញបានន័យថាប្រែពីសំឡេងទី4ទៅជាសំឡេងទី2វិញបាទអញ្ចឹងបានយើងពេលខ្លះស្ដាប់ជនជាតិចិនគាត់និយាយម្ដងពូម្ដងពុបាទដោយពូសឹបាទពូសឹគឺពុនេះគឺប្រើជាមួយនឹងសឹគឺសំឡេងទី4ដែរអញ្ចឹងយើងមិនអានថាពុសឹទេយើងអានថាពូសឹបាទពូសឹបាទនេះជាលក្ខណៈនៃការប្រើសំឡេងរបស់ពុនេះបាទគឺយើងត្រូវចំណាំទាំងអស់គ្នាក្នុងការប្រើប្រាស់បាទបើកាលណាយើងចំណាំវាបានច្បាស់យើងនឹងប្រើប្រាស់ឲ្យត្រូវទៅតាមសូរស័ព្ទសំឡេងរបស់ភាសាចិនអញ្ចឹងងាយស្រួលក្នុងការស្ដាប់បាទងាយស្រួលក្នុងជនជាតិចិនគាត់ស្ដាប់ឆាប់យល់អ្វីដែលយើងនិយាយបាទហើយនេះជាកំណត់ចំណាំដែលខ្ញុំចែករំលែកបាទសូមអរគុណទាំងអស់គ្នាបាទ